ក្រហមទុំកែវភ្នែកភ្លឺថ្លាក្លិនក្រអូបលាយឡំមកជាមួយខ្យល់បក់ស្រដៀងជាមួយនឹងក្លិនផ្កាម្លិះរួតរវល់តែផ្លឹកមើលនេះខ្ញុំត្រូវបានលោកយាយស្រីផ្ដាំមកថាចាំនាំគ្នារៀបបាយទឹកមុនចុះយាយពុំទាន់ពិសាឡើយខ្ញុំឮដូច្នេះស្ទុះទទួលចានសម្លពីនាងនៅមានសភាពក្តៅអ៊ុនដោយជួបគ្នាដំបងខ្ញុំពុំសូវហ៊ានមើលនាងយូរឡើយតែខណៈពេលនេះអាហេងមានដើរចូលមករួចនិយាយថាចាំបងរៀបចំឲ្យវាប្អូនទៅសម្រាប់ចុះរៀនមានចងល់ក្នុងចិត្តបន្តិចដែរទើបក្លាហានផ្លុយមាត់សួរថាអ្នកណាគេអត់ដែរឃើញវាសោចនឹងបន្តនិយាយតបមកវិញថានេះប្អូនធានាឈ្មោះពុតីតែមិនមែនប្អូនបង្កើតឡើងបាទអាចនិយាយបានថាដូចជាសត្វឈាមបង្កើតអីចឹងពេលគ្នាធំដឹងក្តីឃើញវុតីនៅជាមួយគ្នាតាំងពីតូចក្រូចឆ្មាមមកម្ល៉េះបាននិយាយដល់នេះគ្នាក៏អាណិតប្អូនដែរដែលវាមានវាសនាដូចជាគ្នាត្រូវកំព្រាឪពុកម្ដាយដោយយល់ស្ថានភាពទឹកភ្នែកវាហូរស្រក់ចុះមិនអត់ដាច់ខ្ញុំលត់អាចជួបទឹកភ្នែកវាបន្តិចដែលសបញ្ជាក់ថានៅមានមនុស្សជុំវិញខ្លួនដែលនៅលើទឹកចិត្តបន្តិចក្រោយមកទៀតវុតីចុះពីលើកាន់ចន្ទាផ្ទះក្រោបដោយសម្លៀកបំពាក់ទន់រំសានដៃជើងសស្រលូនក្នុងដៃមានកាន់ចង្កៀងប្រេងកាបំភ្លឺលឹមលឹមរំលេចរូបស្រីដ៏ស្រស់ល្អឆោមរំហើយក៏ចោះត្រជាក់បកទាំងកន្សែងតូចស្ដាងក្រអូបក្លិនផ្កាម្លិះបានបន្តិចនាងអៀននឹងងាកមុខបាយក្រោយសម្លាញ់ទៅបន្ទប់វិញខ្ញុំបំរុងជូនកូនកន្សែងទៅវិញតែដោយរវល់ផ្លឹកបន្តិចនឹងសម្រាប់រោគស្រីមុននេះទើបខកខាននឹងរក្សាកូនកន្សែងនោះដាក់នៅក្រោមនំនែកមួយសន្ទុះធំក្រោយមកអាហេងដើរចេញពីក្រោយផ្ទះនិងប្រឡាក់សុទ្ធតែភក់ក្រោយខ្នងមានស្ពីត្រង់ធ្វើពីបន្ទះឫស្សីចងខ្សែគោនិងឮសំឡេងកូនកាប 4-5 ក្បាលខ្ញុំភ្លុយមកថាបានកូនកាបពីណាគ្នាដូចជាក្លិនដល់ហើយ ម
បន្តិចក្រោយមកត្រូវវានិយាយតបមកវិញថាក្រែងឈឺចង្កេះនោះអីតែអ្នកជំងឺដូចជាឯងឈឺមែនឬក៏ឈឺពុតសម្រាប់ឲ្យស្រួលសិនចុះរឿងមហូបមហាទុកឲ្យគ្នាខ្ញុំធ្វើម៉ូតពេកហាក់ជ្រិញនឹងសំដីវាសំបីតែមនុស្សពីរនាក់រៀនពិបាកទៅហើយនៅថាមអ្នកជំនឿដូចជាខ្ញុំម្នាក់ទៀតរឿងអ្វីដែលវាខ្លាំងអាចទប់ទល់បានបន្តិចក្រោយមកវាយកដៃចង្អុលទៅជុំរុកលំលងនៅខាងក្រោយផ្ទះនិងបន្តនិយាយបែបជឿជាក់ថាកុំភ័យមានវាហើយខ្ញុំយកដៃអេះក្បាលបន្តិចនិងបែរមុខទៅក្រោយគ្រាន់តែជាដំឡូងសោះវាជឿជាក់អ្វីម្ល៉េះបានបន្តិចប្រហែលជាវាស្ដាប់ខ្ញុំលើនិងបន្តសើចមកពេលក្រោយឯងនឹងដឹងហើយខ្ញុំក៏មិនចង់និយាយអ្វីច្រើនដែរនិងបានប្រាប់ឲ្យវាទៅងូតទឹកឲ្យបានស្អាតសឹមចូលដេកបើមើលតាមសភាពការវាពេលនេះច្បាស់នេះពិបាកស្មានមួយអន្លើយក្រោយមកក្រងពន្លឺភ្លើងចង្កៀងលឹមតិចនិងបំពេញចន្លោះចង្កៀងចេញពីបំពង់ចង្កៀងព្រាងកាភ្លឺច្បាស់ដល់សៀវភៅចាស់កត់ត្រានៅប្រវត្តិសាស្ត្រទាំងឡាយដែលធ្លាប់បានឆ្លងកាត់កន្លងមកនៃបុព្វបុរាណខ្មែរហើយវាក៏ជាចំណង់ចំណូលចិត្តរបស់ខ្ញុំផងដែរមិនមែនជាប្រវត្តិសាស្ត្របុរាណឬសម័យកាលទេឲ្យទៅពេលវាចេញកាលណាជាមិនផុតពីខ្ញុំចាប់កាន់យកមកអានឡើយបើគិតពីរយៈពេលអានមិនគិតជាង2ម៉ោងទេជំតាំងអានដល់សៀវភៅធ្លាក់លើមុខទៅញយសំនៀងរសាត់កាត់ចេញពីកូនវិទ្យុតូចរបស់លោកយាយដែលបានព្យួរនៅក្បែរសសរមូលក្រោមផ្ទះរលោងធ្វើពីឈើក្លឹមពណ៌ស្រឡៃព្រមទាំងចាក់បត់និស័យស្នេហ៍ស្រីគ្រប់លក្ខរៀបល្វើយបន្តិចនិងពីរោះរំដំងាកក្រលើឆ្វេងក្រោមចង្កៀងប្រេងតាវាស្រមុកឡើងកខលហាក់ធ្លាក់ក្នុងអន្លង់លាវសពនៅក្នុងដំណេកដ៏សែនស្កប់ស្កល់
សំឡេងមួយអន្លើយក្រោមដំណក់តូចៗដែលបានប្រមូលផ្ដុំគ្នាចុះពីដំបូលប្រក់ស្លឹកមួយដំណក់ខ្យល់ត្រជាក់បក់មកចាប់ដើមរសាត់ចុះនាំទាំងក្លិនក្រអូបនៃផ្កាពីដាវគន្ធាមួយសំឡេងគុំឫស្សីក៏គិតគ្នាឮសូរគ្រឹបអានេះក្រោយផ្ទះជាប់មាត់ទន្លេសូរសំឡេងរលកតូចបោកបក់ប៉ះទៅនឹងផ្ទៃច្រាំងបាក់កាត់រលកតូចធំដែលបំពាក់ទៅដោយរនាស់អូលាពេលខ្លះអូសទាំងក្រុមខ្ចាយខ្យងតូចធំនិងមានសភាពល្អិតឆ្មេស្លឹកស្វាយចាប់ដើមដែលតែសាច់ចុះដោយរងកម្លាំងខ្យល់បក់ក្រាស់ក្រាពេញដីពីមុខផ្ទះសំឡេងសត្វទិញទុយបន្តយំជាបន្តបន្ទាប់ពីក្រុមណានធំមួយនៅខាងក្រោយពេលខ្លះលាយឡំនឹងសំឡេងសត្វកុកហើរចេញរកស៊ីចំណីទាំងហ្វូងជាក្រុមមានទាំងពណ៌សពណ៌ត្នោតពណ៌ខ្មៅពណ៌ប្រផេះក្រោមពន្លឺព្រះច័ន្ទចាំងឆ្លុះចន្លោះទឹកសន្សើមសូរសំឡេងសត្វចង្រិតតូចធំស្រែកឡើងចចាយសត្វហ៊ីគីងគក់ចេញលោតផ្លត់តាមបណ្ដាផ្លូវលំគោលបំណងតែមួយគត់គឺដេញស្ទាក់មេភ្លៀងម្ដងម្កាលឃើញអ៊ំពុំមីស្ពីត្រង់ដាក់ត្រីធ្វើពីឫស្សីប្រហែលដូចជាទ្រូឡនបន្ទាប់ពីមេឃស្ងប់ភ្លាមមុននេះត្របកភ្នែកខ្ញុំក៏ចាប់ដើមស្រទន់ទៅស្រពេខ្យល់ត្រជាក់ក៏ចាប់ដើមចុះមករៀងល្វើយច្រមុះក៏ស្រង់ក្លិនក្រអូបសាយឈ្ងុយឈ្ងប់ពេញបរិវេណចំការសួងហ្វូងអំពិលអំពែកហើយត្រៀតត្រាជាក្រុមបញ្ចេញពន្លឺព្រានាកញ្ចុំផ្កាតូចរីកស្គុះស្កាស់យល់ទាំងទឹកសន្សាមដកចុះត្របកផ្កាបង្កើតបានជាទស្សនភាពដ៏ស្រស់ត្រកាលនាក្រោមស្បៃរត្រេងទឹកសន្សាមមានសភាពថ្លាស្រស់បែបពុទ្ធធម្មជាតិស្រក់ចូលកូនបំពង់ឫស្សីឬជាកូនឫស្សីខ្ចីមិនដឹងថាគេយកទៅត្រង់អ្វីឡើយ
ព្រឹកព្រលឹមស្រាងស្រូបពីរុក្ខជាតិបានលេចរស់ត្រួយថ្មីសូរសម្រាប់ជើងមួយចុះពីលើកម្មចន្ទាទាំងដែលភ្នែកខ្ញុំបើកពុំទាន់រួចឡើយរៀងព្រាទាំងផ្ទៃមេឃរៀងងងឹតនៅឡើយសន្សាមត្រជាក់ក៏បងអល់ពីពេញបរិវេណរួមលេចលោកស្រីព្រមដោយសម្លៀកបំពាក់អាវប៉ាក់ពណ៌ត្នោតនិងមានកូនកន្សែងរលោងតូចមួយចំណែកពេលមុនពណ៌វាស្រដៀងដែលខ្យល់បក់មកលើដៃខ្ញុំតែកំឡុងពេលនេះមិនដឹងញីធ្វើអ្វីទេអោនងើបអោននឹងបដិយកតំណក់សន្សាមដល់យកទៅបំពេញក្នុងកូនរិស័យតូចនោះមិនដឹងថានាងនឹងបន្តយកទៅណាទៀតទេបានមួយសន្ទុះធំនាងដើរឡើងលើផ្ទះវិញយ៉ាងប្រញាប់ប្រញាល់ត្រហេតត្រហុកក្រឡេកមើលអាហេស្រមុកឡើងកខុលណាក៏មិនហ៊ានដើរវានឹងសួរនាំឲ្យច្រើនដែរព្រោះដោយយល់វាហត់កាលពីរសៀលទៅហើយបន្តិចក្រោយមកខ្ញុំក៏សង្ងំដេកបន្តតែម្ដងនេះរៀងច្រឡោតែហោះម៉ោងប្រមាណជា 9 ព្រឹកក្រឡេកមើលបរិវេណជុំវិញផ្ទះឡើងស្ងាត់ជ្រងំនិងមានសម្បត្តិទុកជាមួយបាយដែលរៀបចំគ្នាtừប្រមូលដំឡូងកាលពីម្សិលមិញហើយនៅចាំគ្នាចុះរៀងរសៀលបន្តិចទើបគ្នាត្រឡប់មកវិញបន្តិចនោះសូរសម្រាប់ជើងលោកយាយដែលចេញពីចង្ក្រានក្រោយផ្ទះព្រមទាំងទូលកូនរសិចតូចដែលស្រដៀងជាមួយនឹងកូនរសិចតូចដែលវតីផ្ដកយកទឹកសន្សាមលោកយាយព្រមទាំងពោលមកថាអាចៅឯងបើឃ្លាននេះបាយតាក់រួចសម្រាប់ឲ្យស្រួលឆាប់ជាយាយនឹងអវតីទៅផ្សារប្រហែលរសៀលអាចនឹងត្រឡប់មកវិញខ្ញុំឆ្លើយបាបបង្ហាញថាយល់ព្រមបានបន្តិចក្រោយមកគាត់បាននិយាយបន្តថាម្សិលមិញយាយអវតីផ្ដល់ដំណឹងទៅម្ដាយចៅរួចហើយចៅក៏បារម្ភអីខ្ញុំក៏មិនមាត់អ្វីដែរព្រោះក្នុងចិត្តពេលនេះរៀងបានទូស្រាខ្លះទៅហើយដែលនឹកឃើញម្ដាយរងចាំនៅផ្ទះដូច្នេះចៅសម្រាប់ចុះយាយទៅដោះដូរប្រដាប់ប្រដានៅឯផ្សារបន្តិចប្រសិនយាយនឹងត្រឡប់មកវិញហើយសំឡេងក្រោយមករទេះគោបលលឿនលយចេញពីរបងខាងមុខផ្ទះក្រុមទាំងមានបរិសចំណាស់ម្នាក់ជាអ្នកពងវារទេះខាងក្រោយរំលេចនៅរូបក្មេងស្រីប្រមាណជា2រូបក្នុងនោះ
ក៏មានវត្តយើងផងណាស់តាមតែមើលទៅសភាពនាងសប្បាយចិត្តណាស់នឹងលួចខ្សឹកខ្សៀវជាមួយក្មេងស្រីម្នាក់ទៀតមើលសភាពប្រហែលជាមិត្តគ្នាហើយបើមានលក្ខណៈស្និទ្ធស្នាលគ្នាយ៉ាងនេះខាងក្នុងរទេះពោពេញដោយបំពង់ឫស្សីប្រមាណជា5ល្អីសឹងរកកន្លែងអង្គុយគ្មានតែរឿងចាប់អារម្មណ៍ថាខាងមុខមានបែបមួយកន្លងមិននឹងជាច្រកអ្វីទេខ្ជិលក៏ច្រើនណាបើស្មានក៏មិនចេះតែត្រូវទេសំនៀងសំឡេងបរទេសគោបោះជាបន្តគ្នានិងពោពេញទៅដោយប្រដាប់ប្រដាំងផ្សេងជាហោហាចំពោះការរាក់ទាក់គ្នាពិតមិនដែលរំលងមួយឡើយមួយគ្រួសារឲ្យតែជួបមុខគ្នាជាមិនផុតនឹងការសួរសុខទុក្ខគ្នាឡើយហើយចំពោះពាក្យដែលឧស្សាហ៍ឮជាងគេគឺកត់សរសើរទៅវតីស្រីរូបសម្បត្តិល្អឆោមស្រស់និងបាយសាច់ពេញក្រមុំហើយលោកយាយក៏បន្តថាវាធំហើយមិននឹងទុកធ្វើស្អីគេទេបើអ្នកណាពេញចិត្តឬមានកូនប្រុសអាយុសម្បាវាអាចចូលមកសួរវាចុះមើលទៅតាមទឹកមុខនាងរស់រាយណាស់មិននឹងសប្បាយចិត្តរឿងអ្វីគេរទេះគោបរលឿនលយលេចដោយសន្សាមស្រមកបន្សល់ទុកដែនរទេះគោជាច្រើនឆ្នូតដែលអ្នកភូមិនាំគ្នាបរលឿនលយទៅឆ្ងាយចំណែកតែលោកខ្ញុំសឹងចាំគិតពីចម្ងាយក្រោមដើមស្វាយដែលពោពេញទៅដោយផ្កាប្រសាប់កាត់ចុះមកពេញពីលើក្បាលមិនដឹងអារម្មណ៍រសាត់ដល់ទីណាទេក្នុងចិត្តនឹកឃើញឪពុកម្ដាយចាំនៅឯផ្ទះណាម្យ៉ាងទៀតស្រមៃទៅដល់ទស្សនភាពដែលអំប្រុសអ៊ំស្រីក៏សរសើររូបសម្បត្តិស្រស់ល្អឆោមអាត្មាណាឃើញក៏ប្រាថ្នាបាតៃលើរូបស្រីបើតាមតថនៈមិនត្រូវជាអ្វីនឹងគ្នាទេមើលកូនក្រសាញ់តូចក្រអូបជាប់ក្លិនស្រេងរំលេចនៅស្នាមញញឹមដែលជាប់រូបស្រីដំមងអារម្មណ៍ពេលនេះពុំស្ងប់ឡើយជាខ្ញុំនឹកឃើញដល់ឃ្លាដែលពុកសូត្រឲ្យស្ដាប់កាលពីខ្ញុំនៅពីក្មេងពេលតូចតធំពេញដោយកង្វល់ក្នុងចិត្តអត់ខ្វល់ភ្លើងឆេះអត់ផ្សែងថាពេលនៅតូចលំបាកខ្លួនឯងដល់ពេលធំឡើងជួយឯងវិញហើយ